ទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើឡើងតាក់ទងទៅនឹងរឿងបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5នេះចានៅក្នុងខែ6គឺជាខែដែលលក្ខឆុងអញ្ចឹងវាធ្វើឲ្យយើងមានរឿងសើចចូលមកជាបន្តបន្ទាប់នឹងអារម្មណ៍ស្មុគស្មាញផ្សេងៗបងប្អូនដែលកើតនៅក្នុងឆ្នាំម្សាញ់1ឆ្នាំមមែ2ឆ្នាំកល3ឆ្នាំវក4និងឆ្នាំខាលអញ្ចឹងអ្នកដែលកើតនៅក្នុងឆ្នាំទាំង5នេះនៅក្នុងខែ6គឺជាខែដែលលក្ខឆុងសម្រាប់ពួកគាត់តាមពិតគិតចាប់តាំងអំពីថ្ងៃទី25ខែ5រហូតដល់ដាច់ខែ6គឺជាខែលក្ខឆុងរបស់ពួកគាត់ចឹងបើសិនជាបងប្អូនទាំងឡាយណាដែលមានអារម្មណ៍ថានៅចុងអាទិត្យនៃខែទី5ចាមុនចូលខែ6យើងមានអារម្មណ៍ថាយើងតែងតែធ្វើអីទៅរាំងស្ទះមួម៉ងស្មុគស្មាញធុញថប់តាប់ប្រមល់ធ្វើអីក៏ខ្វៀងលៀបចូលក៏របូតឬក៏យើងធ្វើអីក៏ដោយតែងតែមានឧបសគ្គនោះមានន័យថាលេខរបស់យើងនៅក្នុងខែ6នឹងនៅតែដាក់មូលហេតុអ្វីបានជានៅក្នុងខែ6លេខយើងដាក់ចានៅក្នុងឆ្នាំទាំង5នេះគឺជាឆ្នាំដែលគេរាប់ថាឆុងឆ្នាំស្រាប់ហើយនៅក្នុងឆ្នាំ2025នេះសម្រាប់ឆ្នាំម្សាញ់អូខេអញ្ចឹងម្សាញ់ឆុងជាមួយអ្វីខ្លះគឺឆុងជាមួយនឹងកលឆុងជាមួយនឹងម្សាញ់ខ្លួនឯងហើយក៏មានលក្ខឆុងជាមួយនឹងខែលក្ខឆុងជាមួយនឹងវកដែរអញ្ចឹងមានន័យថាអ្នកកើតឆ្នាំទាំង4នេះគឺឆុងត្រួតទាំងឆុងឆ្នាំហើយនឹងឆុងខែចំណែកឯអ្នកកើតនៅក្នុងឆ្នាំមមែរាប់ថាលក្ខឆុងតែខែប៉ុណ្ណោះអ្នកដែលកើតនៅក្នុងឆ្នាំដែលលក្ខឆុងទាំងឆ្នាំនិងលក្ខឆុងទាំងខែតើនឹងជួបរឿងអ្វីចាជាធម្មតានៅពេលដែលលក្ខឆុងឆ្នាំហើយលក្ខឆុងខែទៀតគឺលេខរាំងស្ទះទៅលើរឿងវិស័យលុយជាធំមានន័យថាអញ្ចឹងនៅពេលដែលយើងឆុងលុយគឺឲ្យតែមានដំណើរនៃលៀបចូលគឺយើងធ្វើទៅប៊ីសនឹងបានហើយក៏លេងបានក៏របូតទៅឬក៏មានភ្ញៀវមកតាក់ទងការងាររបស់យើងប៊ីសនឹងយកហើយក៏លេងយកវិញឲ្យតែមានរឿងតាក់ទងទៅនឹងលៀបជ័យគឺរបូតស្ទឹងតែទាំងអស់ទោះបីយើងព្យាយាមយើងខ្នះខ្នែងយ៉ាងណាក៏បិទចិត្តឈឹងធ្វើឲ្យយើងកាប់លៀបណាមួយមិនបានឬធ្វើអីក៏ដោយគឺបិទមុខយើងយ៉ាងចិត្តនោះហើយដែលហៅថាលក្ខឆុងទាំងឆ្នាំនិងលក្ខឆុងទាំងខែគឺលេខរបស់យើងស្ទឹងតែអត់មានលៀបចូលអ្វីដែលសំខាន់នៅពេលដែលលេខយើងលក្ខឆុងបែបនេះនៅក្នុងមួយខែពេញគឺយើងតែងតែប៉ះពាល់ទៅលើរឿងគេចាំមួយប្រកាច់ចាំមើលបំណាំចាំដាក់សម្ពាធពិសេសបើសិនជាអ្នកកើតឆ្នាំទាំង5នេះជាអ្នកធ្វើការគឺនឹងមានសម្ពាធហូរហែមករហូតដល់យើងមានអារម្មណ៍ថាយើងនឿយខ្លាំងយើងធុញខ្លាំងយើងចង់ទម្លាក់ចុះម្ដងម្កាលអារម្មណ៍បែបហ្នឹងឯងដែលគេហៅថាឆុងត្រួតគ្នាហើយរឿងមួយមិនទាន់ចប់មករឿងមួយទៀតរឿងមួយមិនទាន់ចប់មករឿងមួយទៀតមានន័យថាបើសិនជាលេខរបស់យើងត្រូវបានគេបោកនឹងមានលេខគេបោកមកតមកទៀតធ្វើឲ្យយើងជាប់គាំងរហូតមិនចប់នោះឯងដែលជារឿងត្រូវប្រយ័ត្នប៉ុន្តែអ្នកដែលកើតនៅក្នុងឆ្នាំទាំង5នេះក្រៅអំពីរឿងលុយកាក់និងរឿងសម្ពាធការងារនៅមានរឿង2ទៀតដែលត្រូវប្រយ័ត្នដូចគ្នាទី1គឺលេខគ្រោះចៃដន្យចាលេខគ្រោះចៃដន្យគឺសំដៅដល់វេលាដែលយើងធ្វើដំណើរទៅទីជិតទីឆ្ងាយយើងអត់ចង់ធ្វើអីគេឬក៏ទៅប៉ះពាល់គេក៏គេមកប៉ះពាល់យើងដែរចានៅពេលដែលមានលេខគ្រោះចៃដន្យបែបហ្នឹងគឺយើងតែងតែជាភាគីរងគ្រោះហើយយើងអត់បានធ្វើអីក៏យើងទៅជន់ដានគេឲ្យខុសឆ្គងដែររឿងខ្លះយើងបំណងល្អចំពោះគេយើងនិយាយទៅកាន់គេទូគេឲ្យទោសមកយើងវិញដែរអញ្ចឹងក្នុងខែ6ជាខែដែលត្រូវប្រយ័ត្ននៅក្នុងការសង្គ្រោះមនុស្សឬក៏ប្រយ័ត្នទាំងវេលានៅក្នុងការធ្វើដំណើរតាមដងផ្លូវព្រោះតែប្រហែលគឺមានរឿងបដខ្លួនអាចចំណុចមួយទៀតពាក់ព័ន្ធទៅនឹងកត្តាសុខភាពដោយសាររាសីយើងខ្សោយធ្វើឲ្យអារម្មណ៍របស់យើងមិនស្ងប់គេមិនសូវបានអារម្មណ៍មួម៉ងអញ្ចឹងងាយទៅនឹងឈឺចាងាយប៉ះទង្គិចលើជំងឺដំកាត់ចាបើសិនជាអញ្ចឹងគឺត្រូវថែទាំសុខភាពឲ្យបានល្អអញ្ចឹងអ្នកដែលកើតនៅក្នុងឆ្នាំទាំង5ដែលខ្ញុំបានលើកឡើងនៅក្នុងខែ6មានគ្រាប់4នេះធំអូខេមួយវិញទៀតគួរប្រយ័ត្នផងដែរអំពីរឿងសម្ព័ន្ធភាពនៃសេចក្តីស្រឡាញ់ព្រោះនៅពេលដែលលេខយើងដាក់គឺប្រកាសជាអាសាឆ្លោះគ្នាជាមួយមនុស្សដែលយើងស្រឡាញ់ហើយក្នុងជើងលេខនៅពេលដែលឆ្លោះគ្នារមែងតែមានជនទី3ចូលមកជ្រែកចាំណាចំណុចនេះគឺជាចំណុចសំខាន់មែនទែនដែលបងប្អូនទាំងអស់គ្នាគួរដឹង
ចាក្នុងករណីលក្ខឆុងបែបនេះបងប្អូនអាចការយអូនការរាសីឬក៏បងប្អូនអាចជាយន់ក៏បានដែរសម្រាប់សគុណរបស់អ្នកគ្រូដូចជាអ្នកគ្រូអាចជាយន់បិតាវេស្សវណ្ណឬក៏យន់បិតាកណេសបានចំពោះយន់ទាំងពីរនេះគឺមានអានុភាពដូចគ្នាសម្រាប់ការការពារនៃគ្រោះក៏ដូចជាបញ្ជានៃឧបសគ្គទាំងពួងពិសេសជួយញ៉ាំងរាសីនិងលាភជ័យផ្នែកលុយកាក់បើសិនជាបងប្អូនទាំងអស់គ្នាដែលរាំងស្ទះលើរឿងការបៀតបៀនការចាំបកាច់បង្ខូចមួយបង្កាច់នឹងអារម្មណ៍ស្មុគស្មាញមួម៉ងបងប្អូនជ្រើសយន់បិតាវេស្សវណ្ណស័ក្តិសមប៉ុន្តែបើសិនជាបងប្អូនជាអ្នកដែលរកស៊ីត្រូវការឲ្យមានលាភផ្នែកលុយកាក់បងប្អូនអាចជាយន់បិតាកណេសគឺស័ក្តិសមឬបងប្អូនជាទាំងពីរយន់នេះក៏បានដែរអាចជួយការពារនិងឃុំក្រងបងប្អូនបានល្អបំផុតហើយនឹងស័ក្តិសមសម្រាប់បងប្អូនទាំងអ្នកដែលធ្វើការនិងជាអ្នករកស៊ីអញ្ចឹងអ្វីដែលខ្ញុំបានលើកឡើងខាងលើគ្រាន់តែជាការដាស់តឿនបងប្អូនប៉ុណ្ណោះ